ថ្ងៃមួយមានបរិសម្នាក់បានជួបនឹងសម្លាញ់ម្នាក់ដែលជាអ្នកប្រាជ្ញហើយក៏បាននិយាយទៅកាន់គាត់ថាតើឯងបានដឹងអំពីរឿងមិត្តចាស់យើងម្នាក់ដែលគេកំពុងតែនិយាយតគ្នាហើយឬនៅអ្នកប្រាជ្ញម្នាក់នោះក៏បានឆ្លើយថានៅទេតែមុននឹងឯងប្រាប់ខ្ញុំអំពីរឿងមិត្តយើងនោះខ្ញុំសូមសួរឯង3សំណួរសិនបានទេបរិសម្នាក់នោះក៏ឆ្លើយថាថៃមិនបានអ្នកប្រាជ្ញក៏ចាប់ផ្ដើមសួរនៅសំណួរទី1ថាតើឯងច្បាស់ទេថារឿងដែលឯងបំរុងនឹងប្រាប់ខ្ញុំនេះជាការពិតបរិសម្នាក់នោះក៏ឆ្លើយថារឿងនេះគឺគេនិយាយគ្រប់គ្នាតែខ្ញុំមិនប្រកាសថាជារឿងពិតឬអត់នោះទេបន្ទាប់មកអ្នកប្រាជ្ញក៏សួរនៅសំណួរទី2ទៀតថាហើយចុះរឿងដែលឯងប្រឹងនឹងប្រាប់ខ្ញុំនេះជារឿងល្អទេបរិសម្នាក់នោះក៏ឆ្លើយទៀតថាវាជារឿងមិនសូវល្អទេអ្នកប្រាជ្ញក៏សួរសំណួរទី3ទៀតថាបើអញ្ចឹងតើរឿងដែលឯងប្រឹងនឹងប្រាប់ខ្ញុំនេះមានប្រយោជន៍សម្រាប់ខ្ញុំទេបុរសម្នាក់នោះក៏ឆ្លើយទៀតថាទេរឿងនេះដូចជាមិនមានប្រយោជន៍អ្វីនោះទេឬដូច្នេះអ្នកប្រាជ្ញក៏ញញឹមបន្តិចហើយនិយាយទៅកាន់បុរសដែលជាសម្លាញ់នោះថាប្រសិនបើអ្វីដែលឯងចង់ប្រាប់ខ្ញុំនោះវាប្រហែលជារឿងមិនពិតមិនល្អហើយថែមទាំងមិនមានប្រយោជន៍សម្រាប់ខ្ញុំទៀតនោះអញ្ចឹងតើឯងចាំបាច់ប្រាប់ខ្ញុំធ្វើអ្វីប៉ុន្តែវាជារឿងដែលមិនមានសិលធម៌នោះទេចំពោះការយករឿងរបស់អ្នកណាម្នាក់មកនិយាយពីក្រោយខ្នងរបស់គេជាពិសេសនោះគឺរឿងណាដែលយើងមិនហ៊ាននិយាយនៅចំពោះមុខគេនោះឯងនៅក្នុងចំណុចទី3នៃអរិយមគ្គអង្គ8របស់ព្រះសម្មាសម្ពុទ្ធក៏មានចែងអំពីសមាវាចាដែលមានន័យថាការនិយាយត្រូវឬពាក្យសម្ដីត្រូវគឺត្រូវប្រកបទៅដោយអង្គ5ដែលក្នុងនោះរួមមាន1ត្រូវនិយាយសម្ដីពិត2ត្រូវនិយាយសម្ដីមានប្រយោជន៍3ត្រូវនិយាយសម្ដីត្រូវកាលត្រូវវេលា4ត្រូវនិយាយសម្ដីពីរោះ5ត្រូវនិយាយសម្ដីប្រកបទៅដោយមេត្តា